នេះទំនេរក៏ឆ្លៀតនាំកូនណាមកធ្វើបានបោសសហើយតាមពិតណាត្រូវយកមកធ្វើតាំងពីយូរហើយប៉ុន្តែចេះតែរវល់មួយថ្ងៃហើយមួយថ្ងៃទៀតអីអញ្ចឹងណាធ្វើបានបោសសនេះអត់ចំណាយពេលយូរទេគឺលៀនមែនតើយូរត្រង់ឲ្យចាប់កូនថតរូបដាក់នៅក្នុងបានតើបើថាចាំយកបានតែម្ដងគឺចំណាយពេលតែមួយផ្លែតទេមិនដល់30នាទីផងនេះគ្រូគាត់ធ្វើហើយបានដែរហើយនេះគឺបានហើយនិយាយថាខ្ញុំមិនបាក់ចិត្តទេមិនដឹងថាគេយកបាននឹងធ្វើអីផងហ្នឹងហើយចំពោះបងប្អូនដែលរស់នៅក្នុងខេត្តពោធិ៍សាត់ណាហើយមិនទាន់ស្គាល់ទីតាំងថ្មីរបស់បោសសទេបងប្អូនអាចជិះមកខាងកើតទីតាំងចាស់ហ្នឹងប្រហែលជា2គីឡូដីហើយកលេចមើលទៅខាងស្ដាំដៃមានអាគារធំមួយនិយាយទៅគឺស្រួលរមែនតើណាបងប្អូនទាំងអស់គ្នាដោយសារតែយើងជាមន្ត្រីរាជការអញ្ចឹងហើយកូននៅក្នុងបន្ទុកនិងប្តីគឺយើងអាចធ្វើបានបោសសឲ្យគាត់បានប៉ុន្តែដោយសារតែប្តីរបស់ខ្ញុំគាត់មានបានបោសសរបស់គាត់ខ្លួនឯងអញ្ចឹងហើយខ្ញុំចាំបាច់ធ្វើឲ្យតែកូនទាំងពីររបស់ខ្ញុំទេហើយកូនខ្ញុំនេះតាមពិតណាអាចធ្វើបានតាំងពីយូរហើយប៉ុន្តែដោយសារតែខ្ញុំអត់មានពេលរវល់អញ្ចឹងហើយមួយថ្ងៃទៀតទៅពេលថ្ងៃហ្នឹងគឺមានពេលតនេក៏ឆ្លៀតនាំគាត់មកធ្វើឲ្យហើយបើសួរថាកូនរស់នៅក្នុងបន្ទុកហ្នឹងអាយុចាប់ពីប្រហែលឆ្នាំឡើងទៅអាចធ្វើបានបោសសឲ្យគាត់បានខ្ញុំបានសួរគាត់ហើយគាត់ថានៅពេលដែលយើងសម្រាលកូនហើយកូនរបស់យើងរឹងកអាចថតរូបដាក់នៅក្នុងបានគឺអាចយកមកថតធ្វើបានបោសសឲ្យគាត់បានហើយរហូតដល់គាត់មានអាយុ18ឆ្នាំហើយបើចំពោះឯកសារធ្វើបានបោសសឲ្យកូនប្តីឬប្រពន្ធដែលជាមន្ត្រីរាជការគ្រូបង្រៀនឬពេទ្យហ្នឹងគឺខ្ញុំដឹងខ្លះអញ្ចឹងណាបងប្អូនអរគ្នាប៉ុន្តែបើសម្រាប់កម្មករនយោជិតឬក៏បុគ្គលិកស្វ័យនិយោជន៍អីហ្នឹងគឺខ្ញុំអត់ច្បាស់ទេអញ្ចឹងបងប្អូនចង់ដឹងតតែទៅសួរខាងបសសខ្លួនឯងអញ្ចឹងណាចំពោះឯកសារដែលត្រៀមសម្រាប់ធ្វើបានបសសឲ្យកូនគឺមានសេចក្តីច្រឡំសម្បត្តិកណើតកូនសិភៅគ្រួសារឬសិភៅស្នាក់នៅដែលបានបញ្ចូលឈ្មោះកូនទៅក្នុងនឹងហើយបានបសសរបស់យើងអត្តសញ្ញាណប័ណ្ណដែលមិនទាន់ហួសពលភាពហើយចំពោះឯកសារដែលត្រូវត្រៀមសម្រាប់ធ្វើឲ្យប្តីឬក៏ប្រពន្ធហ្នឹងគឺមានអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពមានបានបសសមានសេចក្តីច្រឡំសម្បត្តិអាពាហ៍ពិពាហ៍ឬក៏អត្តាស៊ីវិលហ្នឹងមានសិភៅគ្រួសារឬក៏សិភៅស្នាក់នៅនិយាយទៅឯកសារដែលត្រូវត្រៀមហ្នឹងគឺត្រៀមតែប៉ុណ្្នឹងឯងហើយពេលដែលខ្ញុំទៅធ្វើបានបសសនេះគឺខ្ញុំមានពេលទៅតែថ្ងៃសៅរ៍ទេដោយសារតែថ្ងៃច័ន្ទដល់ថ្ងៃសុក្រហ្នឹងគឺខ្ញុំរវល់ធ្វើការហើយថ្ងៃសៅរ៍នេះតើឆ្លៀតទៀតបានទៅណាបងប្អូនទាំងអស់គ្នាអើយនិយាយទៅគឺរវល់មែនតែនហើយបើកូនខ្ញុំម្នេះវិញនិយាយពីថាអូម្នាក់លពឹសមែនតែនរលេខដាក់គ្មានហ្មងណាដូចចាប់ក្តានបាច់អេចឹងបងប្អូនចឹងមិនថាមានកូនមួយអីនៅសពេចសពិលឡើយទេបើមិន2 3ដូចខ្ញុំចេះមិនថាអូស្វាងចេះហ្មងស្វាងដល់ជាតិក្រោយណាបងប្អូនឥឡូវគឺថាធ្វើដំណើរហ្នឹងមកដល់ជាន់ទី2ហើយមកធ្វើបានបសសឲ្យកូននេះគឺមកជាន់ទី2ដល់មកអ្នកគ្រូដែលគាត់ចាប់កូនយកមកថតណានិយាយពីថាអូគ្រាន់តែឲ្យអង្គុយលើប៉ាអ៊ីឡើងឈរហ្នឹងមិនព្រមឈរហ្មងណាទម្រាំតែថតបានហ្នឹងគឺប្រាប់ថាឲ្យមើលតុក្កតានៅក្នុងកាមេរ៉ាហ្នឹងនិយាយពីថាទម្រាំតែថតបានម្នាក់ហ្នឹងនឹងចង់វិលក្បោកឲ្យអ្នកគ្រូម្នាក់បានឈរថតហើយហ្នឹងគឺមិនព្រមចុះទៅលើកៅអីទេតលទៅអូសកៅអីចេញហើយយកកៅអីមួយទៀតមកដាក់ឲ្យឈរបានព្រមអញ្ចឹងណាអូនិយាយទៅគឺពិបាកមែនតែនហ្មងកូនខ្ញុំនេះបន្ទាប់ពីអ្នកគ្រូគាត់ថតហើយគាត់បញ្ចូលនៅក្នុងកាតហើយហ្នឹងគេកាន់បានបសសនេះនិយាយទៅគឺឲ្យញឹមរហូតម្ដងអត់ដឹងថាបានបសសនេះគេយកធ្វើអីផងហ្នឹងហើយនេះគឺឯកសារដែលត្រូវត្រៀមសម្រាប់ធ្វើបានបសសកម្មករនយោជិតបុគ្គលិកស្វ័យនយោជន៍អ្នកក្នុងបន្ទុកមេគ្រួសារសហព័ន្ធប្តីប្រពន្ធឬកូនក្នុងបន្ទុកអីគឺមានក្នុងទាំងអស់បងប្អូនអាចមើលទាំងអស់គ្នាបានឥឡូវបន្ទាប់ពីធ្វើហើយនេះគឺនាំគ្នាចុះមកវិញហើយកូនស្រីរបស់ខ្ញុំកូនច្បងអានេះហ្នឹងគេឲ្យបានបសសហ្នឹងខ្ញុំកាន់ចំណែកកូនពៅឯនោះវិញគឺបានបសសគឺនឹងជាប់នឹងដៃរហូតនិយាយទៅគឺកាន់ជាប់បដ ாய் អត់ដឹងថាគេយកធ្វើអីទេប៉ុន្តែអត់ព្រមឲ្យយើងទេបងប្អូនហើយចំពោះបានបសសដែលយើងធ្វើឲ្យប្តីប្រពន្ធឬក៏កូនឬក៏ខ្លួនឯងហ្នឹងគឺយើងប្រើសម្រាប់ទទួលសេវានៅមន្ទីរពេទ្យរដ្ឋឬក៏ឯកជនដែលមានដៃគូសហការខាងបសសនេះគឺយើងអត់ប្រើឲ្យអត់អស់សេវាអញ្ចឹងណាបងប្អូនអរគ្នាមកកាន់នេះវាឡាមកកាន់